ប្រើ app ไม่ไปដែលយើងចូលមកកាន់ app ដំបូងនឹងឃើញមានដូចជាអាហារដើម្បីសុខភាពនឹងមានប៊ូតុង start យើងត្រូវចុចប៊ូតុង start ដើម្បីទៅកាន់ screen ទី2នៅ screen ទី2យើងនឹងឃើញមានពាក្យថាអាហារសុវត្ថិភាពចំណីអាហារនឹងមានប៊ូតុង2គឺប៊ូតុង about និងប៊ូតុង next យើងត្រូវចុចប៊ូតុង about នឹងមានការណែនាំអំពីឈ្មោះសាលានិងឈ្មោះក្រុមហើយនិងឈ្មោះសមាជិកនីមួយៗដល់ពេលយើងត្រូវចុច next ដើម្បីទៅមើលទៅកាន់ screen ដែលមានរូបសមាជិកនីមួយៗដែលបានបង្កើត app យើងចុច back មកវិញនឹងចុច next ទៅកាន់ screen menu មានដូចជាជំងឺមិនឆ្លងអាហារគួរបរិភោគអាហារមិនគួរបរិភោគនៅពេលយើងចុចចូលជំងឺមិនឆ្លងមានដូចជានិយមន័យមូលហេតុប្រភេទជំងឺមិនឆ្លងនិងវិធីការពារយើងចុចចូលនិយមន័យចុច next ដើម្បីទៅកាន់ screen ទី2មូលហេតុប្រភេទជំងឺមិនឆ្លងវិធីការពារនៅពេលដែលយើងត្រូវចុច back មកវិញដើម្បីទៅកាន់ដើម្បីទៅមើល screen បន្តទៀតគឺអាហារគួរបរិភោគមាននិយមន័យប្រភេទអាហារគួរបរិភោគនិងគុណសម្បត្តិអាហារគួរបរិភោគចុចចូលនិយមន័យចុច next ដើម្បីទៅមើល screen ទី2គឺប្រភេទអាហារដែលគួរបរិភោគចុច next ដើម្បីទៅកាន់គុណសម្បត្តិអាហារគួរបរិភោគចុច back មកវិញដើម្បីទៅកាន់ screen បន្តគឺអាហារមិនគួរបរិភោគមាននិយមន័យប្រភេទអាហារមិនគួរបរិភោគនិងគុណវិបត្តិអាហារមិនគួរបរិភោគចូលនិយមន័យចុច next ដើម្បីទៅកាន់ screen ទី2អាហារប្រភេទអាហារមិនគួរបរិភោគនិងគុណវិបត្តិអាហារមិនគួរបរិភោគចុច back មកវិញដើម្បីមកកាន់ screen ដើមជាចុងបញ្ចប់ខ្ញុំសូមអរគុណនិងកុំភ្លេច download app មកប្រើម្នាក់មួយផង